បាទសួស្តីថ្ងៃនេះយើងមករៀនធ្វើវីដេអូ lyric ណាអញ្ចឹងរបៀបដែលខ្ញុំធ្វើវីដេអូ lyric ទី1គឺខ្ញុំត្រូវមាន lyric មុនគេអញ្ចឹងដើម្បីរក lyric នឹងបានយើងបើកទៅកាន់ Google Chrome របស់យើងមកហើយបើកមកមើលបទហ្នឹងទៅហើយខ្ញុំមកមើលបទចម្រៀងមួយសិនបាទឥឡូវយើងដាក់បទធម្មតាចឹងណាបទអ៊ូលអាបាទឥឡូវទៅយកបទប្រុសចុះឥឡូវយើងហៅជា lyric ណាយើងអាចវាយមកអ៊ូលអាហើយដាក់ថា lyric បាទអ៊ូលអា lyric លើមើលនៅក្នុងនេះមាន lyric អត់បើកាត់ដាក់ទៅគឺអត់ចេញទេយើងអាចហៅមើលនៅក្នុងកន្លែងផ្សេងណាអូខេឥឡូវចុចទៅលើវីដេអូនេះគឺមានជានៅក្នុង description នេះខ្ញុំឃើញដូចជាមានណាបាទអូនេះគេដាក់តែបន្តិចអូខេឥឡូវយើងមករៀនធ្វើអាហ្នឹងគឺយើងដាក់តែបន្តិចហ្នឹងទៅបានហើយសង្ឃឹមថាយើងយកទៅដល់យើងរៀនធ្វើខ្លួនឯងមកពេញចឹងណាឧទាហរណ៍ថា lyric បើយើងអត់មានទេយើងសរសេរខ្លួនឯងនៅក្នុង note មួយមកណាតែបើសិនជាយើងមានlyric ស្រាប់យើងគ្រាន់តែ copy lyric គេហើយយើងមកផាសក្នុង note មកផាសក្នុង note បែបនេះណាផាសវាទុកក្នុងនឹងសិនមកតោះមកយើងទៅបើកកម្មវិធី After Effects របស់យើងបាទហើយយើងយកផ្ទាំងការងារមួយដែលយើងធ្វើមកអញ្ចឹងអានេះដូចខ្ញុំបញ្យល់ប្រាប់ពីដំបូងអញ្ចឹងហើយចុចអូខេបាទហើយតមកទៀតយើងទៅបើកបទចម្រៀងរបស់យើងដែលយើងបាន download ទុកហើយទីយើងមកដាក់នៅក្នុង timeline របស់យើងនេះបាទតមកយើងអាច play ចម្រៀងនេះស្ដាប់បានណានេះអូខេឥឡូវយើងមក play កន្លែងណាដែលគេជាអូខេពីធំនេះណាអញ្ចឹងយើងចាប់ផ្ដើមសរសេរ lyric ថងនឹងមកអញ្ចឹងយើងចូលទៅកាន់ tool text របស់យើងកន្លែងអក្សរ T ហ្នឹងណាឬ control T មកហើយចុចវាមួយលើនេះមកហើយយើង copy text របស់យើងដែលយើងបានកែសម្រួលអីហើយមកណាកែសម្រួលវាត្រូវតាមអក្សរវិរុទ្ធមកបាទឥឡូវឧទាហរណ៍ថានេះខ្ញុំកែសម្រួលវាហើយចុះយើង copy paste ដោយសារនេះយើងអត់ឃើញវាជា text ពណ៌ខ្មៅអញ្ចឹងយើងដូរ color វាមកត្រង់ color នេះបាទសស្រាប់ហើយយើងដូរ font យើងប្រហែលជាមកពី font បាទមើល font ផ្សេងទៀតសិនលោកឧទាហរណ៍ថាយើងពេញចិត្តនឹង font នេះចឹងណាបាទយើងបានប៉ុណ្ណឹងមកហើយយើងមើលកន្លែង timeline របស់យើងនេះ text របស់យើងនេះយើងត្រូវកាត់ផ្ដាច់វាទំនឹងសិនយើងមិនអាចដាក់ទៅវែងបានទេជាងយើងអាចចូលទៅកាន់ edit យកពាក្យថា split layer ឬក៏យើងចុច control shift D ណាពេលនេះវាផ្ដាច់កន្លែងដែលយើងឈរត្រង់គេហៅថាស្អីនេះអាបន្ទាត់ដែលវាដើរដំណើរភ្លេងដំណឹងបាទអញ្ចឹងយើងលុបអាខាងមុខចោលមកហើយយើង play វាមកត្រឹមពាក្យថាជីវ៉ាហ្នឹងមកខ្ញុំស្រងលែងជីវ៉ាតើអូខេជីវ៉ាទំនេះឥឡូវចុច control shift D មកដើម្បីផ្ដាច់ណាហើយលុបអាក្រោយនឹងចាប់មកហើយយើងធ្វើ animation text របស់យើងវាឆ្កយអញ្ចឹងវាអត់ល្អមើលវាអត់ស្អាតអញ្ចឹងណាយើងចង់ឲ្យវាមានបែបរៀងមានចលនាយើងអាចឧទាហរណ៍ថាបើយើងចង់ដាក់នៅទីនេះតែអាហ្នឹងយើងធ្វើដាក់នឹងកដាលក៏បានតែអត់បញ្ហាទេតែនៅពេលដែលយើងធ្វើដាក់នៅចំកដាល
តើយើងpre-compose វាមួយម្ដុំសិនទៅចាំយើងយកទៅ edit ជាមួយនឹងកន្លែងផ្សេងយើងដាក់កន្លែងណាក៏បានដែរចាឥឡូវយើងដាក់នៅផ្លាស់ក្តារហ្នឹងចុះបាទហើយយើងធ្វើ animation យើងចុចទៅលើ text របស់យើងកន្លែង timeline ហ្នឹងតម្លាក់ព្រួញតម្លាក់ចុះក្រោមមកហើយនៅកន្លែង text នេះយើងមានពាក្យថា animation ណាបាទហើយយកពាក្យនៅក្នុង animation នេះយើងអាចប្រើបានច្រើនអញ្ចឹងភាគច្រើនខ្ញុំច្រើនធ្វើ animation ធម្មតាអញ្ចឹងយើងយក position ចឹងណា position បាទបើអញ្ចឹងទេអ្នកទាំងអស់គ្នាអាចទៅរក download preset ដែលគេមាន free ស្រាប់នៅក្នុង YouTube ហើយយកមក add ចូលនៅក្នុង After Effects មកហើយបន្តមកយើងបើកកន្លែងនេះ preset កន្លែងនេះណាបើមក preset text របស់យើងមកបាទមាននេះយើង download មកណាតែនេះខ្ញុំមិនបាន download ទុកទេហើយសារខ្ញុំច្រើនតែធ្វើដោយខ្លួនឯងក្នុងហ្នឹងចឹងនៅពេលដែលយើង add animation នៅ add animate នៅក្នុងនេះហើយយើងឃើញពាក្យថា animator 1នេះ animator 1ហ្នឹងគឺកន្លែងយើងបង្កើតចលនាចឹងនៅក្នុងកន្លែងពាក្យ animator 1យើងមានឃើញពាក្យថា add ប៊ូតុង play នៅត្រង់ណាចឹងយកពាក្យថា add ហើយយកនេះក៏បានដែរ weekly មកបាទហើយយើងមើលកន្លែង weekly selector 1នេះយើងតម្លាក់ព្រួយវាចុះក្រោមមកហើយយើងមើលកន្លែង mode នេះវាបែបមិនណាតែនេះវាមានអូខេអត់មានចលនាទេsorry កន្លែង weekly 1នេះយើងអត់តន់ដាក់ទេយើង delete ចោលទៅយើងប្រើ add សារថ្មីមកកន្លែង add នេះយកពាក្យ property បាទហើយយើងយក position ម្ដងទៀតមកយើងមើលសេរីកន្លែង position ចឹងមកកន្លែង open and ចឹងកន្លែង position នេះយើងមើលចូលកន្លែង advanced ទៀតបាទចង់ផ្លេចរបៀបធ្វើអស់ហ្នឹងអូខេឥឡូវមើល position នេះយើងទៅមើលកន្លែង transform របស់យើងសិនយើងសេរី scale នេះដាក់0សិនណាវាអាចតាក់ទងនឹង position ណាជាងយើងមើលកន្លែង position ដែលយើង add animate របស់យើងបើយើងវិញណាកន្លែងនេះយើងមើល pre-prome កន្លែងហ្នឹងមើលstart ម្ដងបាទឃើញឥឡូវយើងមកបើកកន្លែង scale យើងនេះវិញនេះវាមកទាំងអស់មើលកន្លែងនេះ index character random ឡើយចេះយើងបិទយើងបង្កើត effect មួយទៀតអញ្ចឹងកន្លែង animator នេះយើងលុប position នេះមកប្រើផ្សេងចាយក set ថ្មីហើយយក scale ម្ដងមក
បាទ scale ហ្នឹងcònបើយើងយកថាយក scale ទៅវាទៅនៅអានេះវានៅរៀងពីរចឹងយើងមកស្រេវាសាថ្មីវិញនៅត្រង់ rotation ដាក់0វិញមកបាទព្រោះមិនច្រឡំពវល់វាតែយើងមកស្រេ animation កន្លែង scale វិញដោយសារ position វាផ្លិចក្បាច់ធ្វើហើយបាទយើងដាក់key frame នៅទី1មក key frame នៅដើមដំបូងដែលយើងកាត់ផ្ដាច់ហ្នឹងមួយទៀតមកចុចទៅនេះជុំមើលអត់ឃើញទេយើងចាំតិចខ្ញុំដាក់ screen មកក្រោមបន្តិចបាទ scale តោះនេះយើងទាញអូខ្ញុំចុច F2 យើងបាត់អានោះចេះឆ្ងល់នេះទីវាមក0នោះបាទឡើយយើងមើលខ្ញុំស្រង់លេខបាទខ្ញុំវារីកហើយយឺតជាងទាញ key frame ចូលក្នុងតិចមកខ្ញុំស្រង់លេខជីបាទបើវាអត់សូវ smooth ទេយើងអាច select ពីរហ្នឹងហើយចុចF9 បានន័យថាយើងនេះដាក់ ECE ខ្ញុំស្រង់វា smooth ជាងមុនតិចខ្ញុំស្រង់លេងជីវ៉ាតាអូបាទពេលយើងចប់មក clear អញ្ចឹងយើង copy អានឹងដដែលមកណា copy អានឹងដដែល control D ហុញវាមកមុខអញ្ចឹងមកតាអូនទៅណាបាទយើង copy អាពាក្យហ្នឹងទៀតមកបាទចុចពីរដងលើវាទៅហើយផាសមក control V មកណាជីវ៉ាតាអូនទៅណាមកណាដឹងទេមានគេបាទដឹងទេមានអាហ្នឹងបើសិនជាវាណាដឹងទេយើងប្រចាំ control shift D ទេយើងអាចទាញយ៉ាងណាទាញអញ្ចឹងទៅវាខ្លីដឹងទេហើយ control D មកដើម្បី copy layer text នឹងមួយទៀតដាក់បន្ទាប់ហើយ copy បាទចុចពីរដងផាសមកដឹងទេមានគេបែបទៅបាទទាញវាមកដឹងទេមានគេបែបទៅបាទអញ្ចឹងគឺរបៀបធ្វើវីដេអូ lyric គឺធ្វើបែបហ្នឹងនៅពេលដែលយើងធ្វើហើយយើង pre-compose វាមក select layer ទាំងអស់ហ្នឹង pre-compose វាជា lyric តែមួយមកណាបាទនេះ recompose ឲ្យវាបានប៉ុណ្ណេះអញ្ចឹងនៅពេលដែលយើងចង់ដាក់ទៅលើ composition មួយណាមួយទៀតយើងបង្កើត composition ថ្មីមកហើយយើងទៅលើ background ណាមួយដែលយើងចង់ដាក់ណាឥឡូវឧទាហរណ៍ថាដាក់ background នេះខ្ញុំឧទាហរណ៍ទេបាទហើយយើងយកអា composition lyric ដែលយើងបង្កើតនេះយកមកដាក់ខាងលើ background របស់យើងមកបាទហើយយើង scale មើលទៅឃើញនេះហើយនៅពេលនេះយើងចង់ដូរអាហ្នឹងទៅដាក់នៅកន្លែងណាក៏បានដែរយើងចុចមក move tool របស់យើងវិញមកហើយយើងទាញវាមកដាក់កន្លែងនេះវិញចុះឥឡូវគឺឧទាហរណ៍តែកន្លែងហ្នឹងចឹងណាមកណាដឹងទេគេតែទៅបាទចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេចឹងរៀងស៊ីម៉ោងទីអាដបូងហ្នឹងយើងធ្វើពី position តែធ្វើអត់តន់ចេញចា preset ផ្សេងហ្នឹងបើសិនជាអត់តមានទេចាំខ្ញុំស្វែងរកហើយដាក់ជូននៅក្នុង Telegram មកនេះអរគុណបាយបាយ